បាទសួរបង អូសួស្ដីបង បាទបងបាយបងរតនា បាទ ខ្ញុំថ្ងៃនេះខាងតំណាងឲ្យលីម៉ូមក surprise បងហ្មងបាទ បាទ បងអតិជនធំហើយតែងតែគ្រប់គ្រងសេវាកម្មលីម៉ូសម្រាប់ការធ្វើដំណើរទៅចិត្តក្តីឆ្ងាយក្តីបាទ ហ្នឹងហើយបើរយៈនេះមិនសូវបាក់អ្នកផ្ទះដោយសារតែធ្វើការតែម្នាក់ឯងចឹងទៅយើងមកតែផ្ទាល់ទៅកុំឲ្យបាក់គេ បាទអញ្ចឹងថ្ងៃនេះបងមកជួយតែម្នាក់ឯងខ្ញុំជូនដំណើរបងទៅត្មងអាចបានទេទៅពីរនាក់ហ្មង បានអូខេគេអីហ្នឹង បើជិះចូលឡានមក បាទបាទ ពេលឃ្លាតឆ្ងាយស្ដាយហើយបងត្រូវខ្វល់ខ្វាយអង្គចិត្តប្រាថ្នាព្រោះតែ មិនបងការងារមួយរយៈនេះឃើញអាសាចេញចូលច្រើន មានការងារក្រៅប្រទេសខ្លះតែឥឡូវឃ្លៀអស់ហើយ អូបាទតែការងារច្រើនចំណូលច្រើន មានការងារខ្លះមិនទាន់មានចំណូលទេគាត់ថាយើងប្រឹងដើម្បីរកប្រយោជន៍មកវិញ បាទ បាទហើយវារៀងហត់ដែរមួយរយៈនេះក៏ប៉ុន្តែឥឡូវបានឃ្លៀអស់ហើយ ល្អបងចឹងហើយសម្រាប់ការងារឥឡូវសារឃើញបងប្រើប្រាស់សេវាខាងលីម៉ូ បាទ បងយល់យ៉ាងម៉េចដែរចំពោះសេវាកម្មរបស់លីម៉ូ សម្រាប់ខ្ញុំនិយាយទៅគឺដូចខ្ញុំជំរាបបងពីខាងដើមអញ្ចឹងថាតាណាទៅនេះពេលខ្លះខ្ជិលបាក់គេបាក់ឯង ត្រូវហើយបង គេទៅជូនមកព្រោះការងារយើងតែម្នាក់ឯងហ្នឹងហើយបងប្អូននេះគាត់រវល់គាត់ឲ្យយើងទៅអូខេយើងមកប្រុចទៅយើងទៅវិញប្រុចទៅដល់ផ្ទះពេលខ្លះអ្នកផ្ទះអត់ដឹងថាខ្ញុំទៅណាផង បាទ គាត់បាត់ទៅបានឆាតសួរទៅអូខ្ញុំនៅនេះនោះហើយដល់ពេលទៅដល់ផ្ទះវិញគាត់ទៅដល់អញ្ចឹងទៅស្រួលហើយមួយទៀតនិយាយឲ្យត្រង់ចេញពីចិត្តហ្មងគឺសេវាកម្មខាងបងល្អ បាទអរគុ ទាំង ណ ចកងឡានគាត់សុជីវធម៌ល្អបាទការបើកបររបស់គាត់គឺធ្វើឲ្យយើងមានទំនុកចិត្តពេលខ្លះខ្ញុំធ្វើការងារលើឡាន បាទ អញ្ចឹងទៅគាត់បើកនិយាយទៅស្រួលឲ្យយើងមកធ្វើការងារបានហើយសេវាកម្មឆាប់រហ័សគាត់មកដល់ចិត្តភ្លាមមកដល់ភ្លាមហើយសម្រាប់តម្លៃនោះគឺឥឡូវនេះមាន discount ដល់ទៅ 30% ទៀតទៅហ៎ បាទ បាទអញ្ចឹងទៅវាមានអារម្មណ៍ថាវាជាភាពងាយស្រួលមួយកាត់បន្ថយការឲ្យហត់គេបាទអញ្ចឹងបាទ ត្រូវ បាទ យើង 30% យើង discount សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរដើម្បីគាត់បានសាកល្បងប្រើហើយតែមួយឲ្យតម្លៃបានសមរម្យផងបាទមិនមែនថាឡានទំនើបមានតកង់ចេញមកដូចអង្គរៈទោះបីសេវាកម្មល្អមិនក៏ដោយក៏មនុស្សយើងក៏គិតពីតម្លៃដែរអញ្ចឹង បាទត្រូវបងត្រូវ បាទអញ្ចឹងអានោះគូផ្សំ បាទ អញ្ចឹងចំពោះការបង booking បងប្រើ app មានបញ្ហាដែរបងឬមានការលំបាកអីទេនៅពេលដែលបង download ហើយ sign up ដំបូងអីហ្នឹងបងយល់យ៉ាងម៉េចដែរ ដូចជាអត់ដែលមានបញ្ហាអីផងវាពុបទៅលឿនហើយសេវាកម្មគឺមកដល់ភ្លាមអញ្ចឹង បាទ បាទហើយ អញ្ចឹង app អត់មានភាពស្មុគស្មាញទេស្រួលប្រើ បាទ super ហើយក៏ជំរាបជូនទៅដល់បងប្អូនដែលយើងដែលអត់ទាន់បាន download app ក៏ដែលអត់បានយល់ពី app ការប្រើប្រាស់មិនអាចចូលទៅមើលបាទរបៀបរបស់ការប្រើប្រាស់នៅក្នុង app នៅក្នុង link Telegram ក៏មានបង្ហាញដែរ បាទ ត្រូវទេបងណា បាទជាចុងក្រោយបងមានសារអីសម្រាប់ដល់បងប្អូនយើងដែលគាត់មិនទាន់បានសាកល្បង download មិនទាន់បានជិះ បាទអញ្ចឹងអ្វីដែលចង់ណែនាំពីខ្ញុំសម្រាប់ទៅដល់បងប្អូនអរគ្នាបាទយើងជួយគ្រប់គ្រងដល់គ្នាជាមួយនឹង app កូនខ្មែរដែលទើបតែបង្កើតថ្មីគឺ app Limo សម្រាប់ការបម្រើសេវាកម្មរថយន្តបែបប្រណិតជូនទៅដល់បងប្អូនដែលមានបំណងថាចង់ទៅទីចិត្តទីឆ្ងាយឬក៏ទៅកម្មវិធីអីឬក៏ដូចជាខ្ញុំបាទអញ្ចឹងមកពីការងារក្រៅប្រទេសមកដល់ខ្ជិលរំខានអ្នកផ្ទះអញ្ចឹងយើងគ្រាន់តែចុច app ហៅខាងសេវាកម្មរថយន្តគាត់បញ្យកយើងទៅផ្ទះអញ្ចឹងគឺមានភាពងាយស្រួលមែនទែនអត់រំខានគេអត់រំខានឯងហើយវាក្តីសុខខ្លួនឯងទៀតបាទហើយបងប្អូនណាដែលអត់ទាន់បានយល់ពី app Limo អត់ទាន់បានដឹងគឺអាចចូលទៅមើលនៅក្នុង Telegram បាទ app Limo មានក្រុមការងារសម្រាប់បញ្យល់ជូនទៅដល់បងប្អូនហើយបងប្អូន download ទៅហើយបងប្អូនសាកប្រើទៅនឹងដឹងហើយគឺងាយស្រួលមែនទែនហើយសេវាឆាប់រហ័សបាទ